សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនិយាយអំពីប្រធានបទដែលបងប្អូនខ្មែរភាគច្រើនចង់ដឹងគឺតើខ្មែរយើងរៀបការជាមួយជនជាតិអាល្លឺម៉ង់តើយើងត្រូវធ្វើដូចម្តេចដើម្បីទៅរស់នៅប្រទេសអាល្លឺម៉ង់បាននៅក្នុងវីដេអូនេះដែរខ្ញុំនឹងពន្យល់ជាជំហានចាប់ពីការរៀបការឯកសារភាសាអាល្លឺម៉ង់ A1 ការដាក់វីសានិងអ្វីដែលត្រូវប្រុងប្រយ័ត្នសូមចំណាំថាព័ត៌មានវីសាអាចមានការផ្លាស់ប្ដូរដូច្នេះមុនពេលដាក់ពាក្យសូមពិនិត្យព័ត៌មានផ្លូវការរបស់ស្ថានទូតអាល្លឺម៉ង់ជាមុនសិនហើយខ្ញុំនិយាយនេះក្នុងឆ្នាំ2026អញ្ចឹងឯកសារដែលខ្ញុំផ្ដល់ឲ្យគឺអ្វីដែលគេត្រូវការនៅក្នុងឆ្នាំ2026សម្រាប់ឆ្នាំបន្ទាប់ទៀតទៅមុខទៀតខ្ញុំក៏អត់ច្បាស់ថាគេផ្លាស់ប្ដូរឬក៏គេនៅតែឯកសារដូចឆ្នាំនេះដែរជំហានដំបូងយើងត្រូវមើលថាតើយើងត្រូវការវីសាប្រភេទណានៅក្នុងវីដេអូនេះគឺខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីវីសាដែលយើងអាចមកប្រទេសអាល្លឺម៉ង់រៀបការនៅក្នុងប្រទេសអាល្លឺម៉ង់ហើយយើងរស់នៅទីនេះអញ្ចឹងយើងចូលនៅក្នុងស្ថានទូតអាល្លឺម៉ង់ហើយយើងទៅមើលកន្លែង visa information បន្ទាប់ហើយយើងនឹងឃើញព័ត៌មានទាក់ទងទៅនឹងវីសាហើយនៅក្នុងនេះយើងនឹងយក merit visa អញ្ចឹងនៅក្នុងនេះគេនឹងប្រាប់ថាតើយើងត្រូវការអ្វីខ្លះសម្រាប់ឯកសារដែលយើងត្រូវរៀបចំគឺមាន application form ទម្រង់ស្នើសុំហើយចំណុចបន្ទាប់គឺរូបថតពីសន្លឹកសម្រាប់ apply visa ហើយទី3នោះគឺ passport ដែលមានសុពលភាពទី4គឺសវត្ថកំណើតដែលបានបោះត្រាចេញពីMinistry of Foreign Affairs ក្រសួងការបរទេសឯកសារទី5គឺការចុះឈ្មោះសម្រាប់អាពាហ៍ពិពាហ៍ Anmeldung zu Eheschließung ហើយសម្រាប់ឯកសារបន្ទាប់គឺយើងត្រូវមានសញ្ញាបត្រ A1 ដែលយើងអាចធ្វើតេស្តនៅភ្នំពេញដែលមានសាលាមួយគឺឈ្មោះ Meta House អ្នកទាំងអស់គ្នាអាចទៅប្រឡងនៅទីហ្នឹងដើម្បីយកសញ្ញាបត្រហើយសញ្ញាបត្រចេញពីហ្នឹងបានគេទទួលស្គាល់ហើយសម្រាប់ចំណុចបន្ទាប់គឺយើង copy passport យើងខ្លួនឯងដែលមានបោះត្រាស្ថានទូតអាល្លឺម៉ង់ហើយនឹងក្រសួងការបរទេសដូចគ្នាហើយឯកសារខាងប្រុសឬក៏ passport ខាងបុរសខាងអាល្លឺម៉ង់ក៏យើងត្រូវមានរបស់គាត់ដែរហើយសម្រាប់អ្នកដែលធ្លាប់រៀបការហើយយើងលែងលះយើងត្រូវមានលិខិតនឹងឲ្យខាងស្ថានទូតដែរតែបើសិនជាយើងនៅលីវអញ្ចឹងយើងត្រូវមានលិខិតបញ្ជាក់ភាពនៅលីវដែលបោះត្រាចេញពីក្រសួងការបរទេសហើយក៏មានបោះត្រាចេញពីស្ថានទូតអាល្លឺម៉ង់ផងដែរសម្រាប់ឯកសារបន្ទាប់ពេលយើងទៅស្ថានទូតគេនឹងឲ្យយើងចុះហត្ថលេខាថាយើងពិតជានៅលីវគឺសេចក្តីប្រកាសឬក៏ការបដិញ្ញាចិត្តថាយើងនៅលីវបើសិនជាយើងក៏ហកខាងស្ថានទូតគឺយើងនឹងជាប់គុកនៅប្រទេសអាល្លឺម៉ង់រយៈពេល3ឆ្នាំព្រោះហ្នឹងគឺជាច្បាប់គេហើយភាសាអាល្លឺម៉ង់គេនិយាយថា Verpflichtungsklärung ឯកសារបន្ទាប់គឺ proof of travel health insurance គឺយើងត្រូវទិញធានារ៉ាប់រងដែលមានទឹកលុយ$30,000ហ្នឹងហើយជាចុងក្រោយគឺយើងត្រូវត្រៀមលុយ$75ដែលគិតជាដុល្លារប្រហែលជា$80សម្រាប់ការ apply visa ហ្នឹងឥឡូវយើងនឹងមកមើលថាការ apply ហ្នឹងគឺមានរបៀបបែបណាអញ្ចឹងមុនដំបូងយើងចូលទៅ application form ហើយនៅក្នុងនេះគឺយើងនឹងឃើញដើម្បីបំពេញពាក្យយើងអាចបំពេញខ្លួនឯងបានមិនបាច់ឲ្យគេបំពេញឲ្យក៏បានដែរគ្រាន់តែដាក់ឈ្មោះជីតាឈ្មោះយើងតាមតាក់ញៀនបានយើងក៏បានតាម passport ក៏បានព័ត៌មានផ្ទាល់ខ្លួនអ្នកប្រទេសបន្ទាប់ហើយនេះគឺព័ត៌មានទាក់ទងនឹងឪពុកម្ដាយ parents of the applicants ឪពុកម្ដាយយើងបន្ទាប់ហើយគាត់កើតនៅណារស់នៅណាហើយ contact detail គឺទាក់ទងនឹងបច្ចុប្បន្នភាពរស់នៅហើយអត្តសញ្ញាណដែលយើងមានអត្តសញ្ញាណយើងហើយព័ត៌មានទាក់ទងនឹងដំណើរកំសាន្តប៉ុន្តែយើងអត់យកដំណើរកំសាន្តទេដោយសារតែយើងត្រូវរៀបការអញ្ចឹង
វត្ថុបំណងយើងគឺទៅរៀបការ purpose of the stay in Germany ហើយ reference គឺយើងដាក់ខាងប្រើគឺយើងមិនមែនទៅបែបរៀនទេយើងទៅ merit ចឹងយើងចុចកន្លែងនេះមកហើយយើងដូរពី education ចេញគេដាក់ថា type of reference ហើយសម្រាប់ការចំណូលចំណាយគឺយើងត្រូវមានភស្តុតាងខាងប្រើបញ្ចូលទិន្នន័យចូលបន្ទាប់ហើយពេលយើងបំពេញព័ត៌មានអស់ហើយយើង save ទុកបន្ទាប់ពីយើង save ទុកហើយគឺយើងអាច download form នឹងបានបងប្អូនទាំងអស់គ្នានេះគឺជាឯកសារខ្លះៗដែលបងប្អូនត្រូវត្រៀមហើយខ្ញុំបានផ្ដល់ឲ្យទុកជាឧទាហរណ៍យ៉ាងខុសខ្មែរយើងត្រូវមានសវត្ថកំណត់ខ្មែរបកប្រែជាភាសាអាល្លឺម៉ង់ដែលមានបោះត្រាចេញពីខាង Statut និងក្រសួងការបរទេសហើយសម្រាប់ឯកសារនេះដែរគឺចេញពីមេឃុំដែលបញ្ជាក់ភាពនៅលាវហើយបកប្រែទៅជាភាសាអាល្លឺម៉ង់ហើយក៏មានចេញពីស្ថានទូតអាល្លឺម៉ង់ផងដែរហើយកន្លែងនេះដែរគឺជាលិខិតឬក៏ប៉ាសពតដែលបោះត្រាចេញពីក្រសួងការបរទេសហើយខាងអាល្លឺម៉ង់ដែលបានទទួលស្គាល់ដូចគ្នាបងប្អូនទាំងអស់គ្នានេះគឺជាព័ត៌មានទូទៅពីការធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់និងការរៀបចំឯកសារទៅរៀបការនៅប្រទេសអាល្លឺម៉ង់បើសិនជាវីដេអូនេះមានប្រយោជន៍សូមជួយ like subscribe និង share ទៅកាន់បងប្អូនឬមិត្តភ័ក្តិដែលកំពុងត្រៀមរៀបការនិងចង់មករស់នៅប្រទេសអាល្លឺម៉ង់បើសិនជាបងប្អូនមានសំណួរអាច comment និងសួរខ្ញុំអាចធ្វើវីដេអូបន្ថែមជួបគ្នាវីដេអូបន្ទាប់